ងឹតហើយតែផ្ទះយ៉ាងនៅតែស្ងាត់ពន្លឺដែលធ្លាប់មានលោកទាំងពីរអង្គុយចាំកូនហូបបាយពេលនេះនៅសល់តែរូបថតនឹងកាប់នៃដល់ស្រពោនឆ្ងាយអារម្មណ៍នេះម្ដងកូនសម្លឹងមើលទៅមាត់ទ្វារក្រែងលើបានឃើញស្នាមញញឹមលោកទាំងពីរវិលមករកកូនជាថ្មីបើភ្នែកឡើងក្នុងបន្ទប់ដែលធ្លាប់មានភាពកក់ក្ដៅតែពេលនេះសល់ត្រឹមតែភាពឯកានិងស្រមោលដ៏មងសៅម៉ែអើយហត់ទេដែលមើលថែកូនកន្លងមកពុកនឿយទេដែលខំប្រឹងដៃកូនឥតឈប់ឈរកូនសំទោសដែលកាលនោះកូនតែរត់តាមក្តីស្រមៃរហូតភ្លេចមើលថែអ្នកដែលមានតម្លៃបំផុតក្នុងជីវិតចានបាយនៅដដែរតែមានតម្លៃបំក្នុងជីវិតចានបាយនៅដដែរតែអ្នកបញ្ចុកលែងនៅក្បែរពាក្យប្រដៅដែលធ្លាប់ធុញពេលនេះកូនចង់ឮតែវាហួសពេលហើយម៉ែដ៏ធំស្កឹមស្កៃតែបេះដូងកូនវារងាព្រោះគ្មានអ្នកទាំងពីរនៅមើលថែការពារដូចមុនជាហោហាយអោពុកម៉ែអើយក្រោមពន្លឺនៃដួងតារាផ្ទះដែលគ្មានអ្នកទាំងពីរគឺជាផ្ទះដែលគ្មានវិញ្ញាណកូននៅចាំសម្ដីម៉ែថាត្រូវរឹងមាំទោះជាមានរឿងអ្វីកូននៅចាំដៃពុកដែលធ្លាប់លើកបីកូនកាលនៅតូចខ្ចីតែពេលកូនជួបទុកតើក៏រត់ទៅរកអ្នកណាបើផ្ទះដែលធ្លាប់កក់ក្ដៅពេលនេះសោះត្រឹមទឹកភ្នែកនឹងការលាគ្នាពេលវេលាមិនអាចត្រឡប់ពីដីសារីដេញតាមមិនឈប់ចង់សុំទោសពាក្យសម្ដីដែលធ្លាប់ធ្វើលោកទាំងពីរយំយប់ចង់លៀងជើងឲ្យម៉ែកក់សក់ឲ្យពុកជាលើកចុងក្រោយតែវ័យវាជ្រុលហួសសល់ត្រឹមតែផ្សែងធូបដែរដែលហួយល្វើយកូនសន្យាថានឹងធ្វើជាមនុស្សល្អដូចលោកប្រដៅទោះបីជាផ្លូវខាងមុខគ្មានលោកទាំងពីរនៅក្បែរដង្ហែតាមទៅគេលួងឲ្យស្រួលណាពុកបញ្ឈប់ការហត់នឿយណាស់ស្ទល់ម៉ែកូននឹងរក្សាផ្ទះមួយនេះទុកជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន